មុននេះខ្ញុំដូចជាវិលមុខមកយេយេនអរគុណក្មួយហើយអរគុណក្មួយណាស់ដែលបានយកប្រេងខ្យល់មកជួយអ៊ំលោកអ៊ំបានធូរខ្លះដែរទេអរគុណណាស់ពេលនេះអ៊ំបានស្វាងបន្តិចហើយបានអ៊ំអរគុណក្មួយហើយចាលោកអ៊ំមិនអីទេចុះលោកអ៊ំមកវត្តតែម្នាក់ឯងទេឥឡូវនេះលោកអ៊ំត្រេញចេញទៅណាខ្ញុំអាចជូនលោកអ៊ំទៅទីនោះបានណាលោកអ៊ំសូមលោកអ៊ំប្រាប់ខ្ញុំមកអ៊ំអរគុណក្មួយហើយណាដែលបានជួយយកអាសាអ៊ំមិនរំខានក្មួយទេអ៊ំលាក្មួយសិនហើយចាបាទក្មួយប្រុសអ៊ំលាសិនហើយណាអញ្ជើញលោកអ៊ំណែលោកអ៊ំអញ្ចឹងលោកអ៊ំត្រូវប្រយ័ត្នប្រយែងពីសុខភាពផងលោកអ៊ំមិនអីទេក្មួយស្រីអ៊ំមិនអីទេអ៊ំទៅសិនហើយណាក្មួយចាលោកអ៊ំថ្នមតិចទៅលោកអ៊ំមួយកូនរិទ្ធអើយកូនរិទ្ធគ្រប់សូមគោរពទានអង្គុយចុះថ្ងៃនេះយើងបានទទួលដំណឹងពីផ្ទះចំការរបស់លោកសារ៉ាន់នៅម្ដុំទួលគោកហើយក្មេងស្រីទាំងនោះសុទ្ធតែជាជនរងគ្រោះដោយសារចាញ់ការលួងលោមដែលវាបោកមកពីជនបទហើយពួកវាត្រៀមនឹងបញ្ជូនទៅបរទេសយើងរងចាំតែដីកាឆាយឆេតទេដូច្នេះល្ងាចនេះយើងត្រូវចុះបង្ក្រាបជាបន្ទាន់លោកភិរមលោកទទួលផែនការនាំកម្លាំងទៅបង្ក្រាបទីនោះភ្លាមទទួលបញ្ជាលោកឯលោកស្រីសំណាងនិងលោកស្រីកក្កដាទៅបង្កប់ខ្លួននៅភោជនីយដ្ឋានដែលជាចំណុចសង្ស័យរបស់យើងទទួលបញ្ជាលោកនរិទ្ធបានលោកចុះទៅស្ទងទទួលបញ្ជាលោកអធិការរ៉ាដាលោកចុះជាមួយលោកភិរមលោកអធិការស្ថារ័នលោកទៅស្ដៅស្នឹងនឹងគម្រៀងព្រោះខ្ញុំបានរបាច់ការមកថាមានគេប្រឹងច្រើនអង្គុយទៅដែលពួកជនពីលបានចាប់ក្មេងទាំងនោះដើម្បីបញ្ជូនមកក្រុងភ្នំពេញទទួលបញ្ជាអង្គប្រជុំថ្ងៃនេះចប់ត្រឹមនឹងចុះអញ្ចឹងអស់លោកស្រីទៅធ្វើការរៀងខ្លួនទៅទទួលបញ្ជាទៀតធារៈពូកំសាន្តនិយាយណាអាឡូលោកពូជំរាបសួរពូចង់ប្រាប់ក្មួយថាថ្ងៃស្អែកនេះពូមានភារកិច្ចសំខាន់នៅក្នុងអង្គភាពអញ្ចឹងពូមិនបានទៅបង្រៀនតៃក្វាន់ដូដល់ក្មួយទេឲ្យពូសុំទោសណាមិនអីទេលោកពូការងារលោកពូសំខាន់ជាងក្មួយអាចហាត់ខ្លួនឯងបានហើយតាមសម្រួលចុះក្មួយល្ងាចថ្ងៃស្អែកជួបគ្នាចាលោកពូអរគុណនិយាយមិនស្ដាប់ប្រាប់ហើយនិយាយមិនស្ដាប់និយាយមិនស្ដាប់ប្រាប់ហើយនិយាយមិនស្ដាប់ស្រវឹងគុំអាលប្រញាប់ទីសៅម៉ូតូចាក់ស្លាប់ឡើងវាប់បលលឿនជាងហោះយ៉ាងនោះយឺយដឹងអាចស្លាប់ទីនមើល
ម្ដង Man siក៏មិនខាន Man siក៏មិនខាន Man siក៏មិនខានណៃវាសន្លៀងខ្ញុំឃើញណៃវាសន្លៀងណៃវាសន្លៀងខ្ញុំឃើញ លោកគុណខ្ញុំពូននិយាយ បន្តិចទៀតពីនេះទៅដល់ហើយ លោកគុណមានប្រសាសន៍ថាម៉េចល្ងាចនេះមានពលិមកឆាយឈីកន្លែងយើងអញ្ចឹងលោកគុណគួរឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅហើយប្រញាប់ចាត់ចែងសម្លៀកបំពាក់ក្មេងស្រីចេញពីទីនោះជាបន្ទាន់ហើយរៀបចំទីនោះឲ្យបានស្អាតវិញបាទលោកគុណខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយអូយប្រហែលជា2ម៉ោងទៀតពលិមកឆាយឈីកន្លែងយើងហើយយូឡានដឹកពួកក្មេងស្រីទាំងអស់នោះទៅផ្ទះថ្មីជាបន្ទាន់អាមុតបាទឯងមើលចាត់ចែងរៀបចំកន្លែងនេះឲ្យស្អាតដូចមុនលឺទេបាទអូហូហូស្អាតណាស់តានេះណែមើលងាកមកនេះមើលអូហូស្អាតណាស់តាណែខ្ញុំសុំបងលេងខ្ញុំស្អាតណាស់អូនសម្លាញ់យល់ព្រមកំដរបងទៅល្អជាងអាម៉ាឯងធ្វើអីជាងទៅឆាប់នាំមនុស្សចេញទៅប៉ូលីសមកដល់ឥឡូវហើយអាភ្លឺអញដឹងហើយវ៉ៃមករកឡើងចេញទៅឆាប់ឡើងចេញមកលឿនឡើងលឿនទៅឡើងទៅចេញទៅឲ្យលឿនទៅក្រោយឡើងឲ្យលឿនឡើងទៅលឿនទៅចេញទៅត្រូវមកទៅចេញទៅមកបានទៅហោទៅលឿនឡើងចេញទៅទៅបានវ៉ៃទៅចេញមកឲ្យលឿនទៅឲ្យលឿនណែមកក្រោយឡើងនឹងអង្គុយដល់ណាទៀតចេញទៅលឿនឡើងទៅទៅឲ្យលឿនទៅលឿនទៅទៅពលលោកមករណាគេលោកត្រូវការស្អីដែរអញ្ចឹងលោកត្រូវការអីដែរមានតែការឲ្យចោះឆាយឆេផ្ទះនេះសូមលោកអនុញ្ញាតឲ្យពួកយើងឆាយឆេស្អីទៅលោកអាខណោអាខណេត្រៀមចូលទៅត្រៀមមើលសមណាត្រៀមមើលសមពីព្រោះផ្ទះនេះជាផ្ទះរបស់ប្តីជគុណសារ៉ាន់គាត់ទិញទុកចោលយូរមកហើយខ្ញុំគ្រាន់តែជាអ្នកចាំផ្ទះឲ្យគាត់ប៉ុណ្ណោះបើចង់ចូលទៅតាក់ទងទៅគាត់អញ្ចឹងឲ្យខ្ញុំសុំលេខទូរស័ព្ទលោកសារ៉ាន់មកបាទលោកប៉ូលីសសូមធ្វើការឆែកឆេរតាមសម្រួលចុះខ្ញុំក៏បារម្ភដែរប្រសិនបើមានគេរាយការណ៍ថានៅក្នុងផ្ទះខ្ញុំមានលក្ខក្មេងស្រីនោះតែតាមពិតមានតែអ្នកចាំផ្ទះតែប៉ុណ្ណោះ
ប៉ុន្តែបើថាមានគេរាយការណ៍បែបនោះអាចថានៅម្ដុំផ្ទះខ្ញុំនោះប្រហែលជាមានផ្ទះណាមួយមានលក្ខក្មេងស្រីហើយការដែលលោកមកឆែកឈើនៅផ្ទះខ្ញុំអញ្ចឹងគឺជាការជួយធ្វើឲ្យអ្នកនៅម្ដុំនោះអាចនឹងភ័យខ្លាចក៏បានហើយពួកគេអាចនឹងរើទីតាំងនោះចេញដូច្នេះនៅផ្ទះខ្ញុំលែងមានបញ្ហាអីទៀតហើយអរគុណហើយលោកដែលបានសហការជាមួយនឹងប៉ូលីសយើងឌីគុណមិនក៏ឌីគុណមិនធ្វើការខំបត់ទៅពួកវាវិញទៅព្រោះថាពួកវាគ្មានភស្តុតាងអីអាចទម្លាក់កំហុសឲ្យយើងបានទេហើយយើងប្រញាប់បញ្ចេញចង្គមយើងធ្វើអីព្រោះយើងនៅមានពេលវេលាច្រើនណាស់គ្រាន់តែធ្វើឲ្យពួកប៉ូលីសវាឈឺក្បាលបន្តិចទៅដេគុណពិតជាពូកែមិនឡា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 ចាញ់បោកយើងទៀតហើយចាញ់បោកយើងទៀតហើយសូមចេញចូលលោកកូនយ៉ាងម៉េចទៅហើយកូនពួកគាត់ជាអ្នកណាកុំភ័យអីពួកគាត់គឺជាប៉ូលីសគេមកឆែកឆេរផ្ទះលោកសារ៉ាន់ទេណាកូនដេតចាប់ម្ហូបឲ្យក្មួយនាងផងកូនបាទម៉ាក់អរគុណបងញ៉ាំទៅអង្គុយញ៉ាំបាយជុំគ្នាអញ្ចឹងសប្បាយណាស់ប្អូនបាយជុំគ្នាអញ្ចឹងសប្បាយណាស់ប្អូនណារ៉ែនចុះប្អូនសម្បត្តិនោះថ្ងៃណាទើបត្រឡប់មកពីបរទេសវិញហើយជំងឺគេនឹងបានធូរស្រាលហើយនៅជំងឺគ្រោះក្នុងប្រមាត់របស់គាត់នោះបានធូរស្រាលហើយបងតែដែលគាត់ទៅយូរបែបនេះព្រោះគាត់មានធរៈផ្សេងគឺប៉ាវីចង់មើលតំណែងខ្លះដែលត្រូវយកមកលក់នៅស្រុកយើងហ្នឹងណាបងណារិនអូគឺអញ្ចឹងទេហ៎ដេតនីងនាំគ្នាញ៉ាំបាយតើកូននិយាយអញ្ចឹងកូនដេតហើយនឹងក្មួយនេះរៀបចំកាលបងចាំពួកយើងរៀនចប់សិនចុះមកចាស់អ្នកមីង
ខ្ញុំក៏គិតដូចបងដេតដែរត្រូវគ្នាណាស់ណោះឲ្យតែសួររឿងរៀបការពេលណាឆ្លើយដូចតែគ្នាគ្មានខុសសោះតាមតែគេចោះបងស្រីព្រោះអីយើងសង់ផ្ទាំងតម្រូវឲ្យមនុស្សគេនៅប្រកាសឲ្យបងតាមតែចិត្តគេចោះម៉ោង 5 អត់បងទៅបងហាត់តែខ្វាន់ដូដើម្បីអីគឺដើម្បីការពារខ្លួនការពារគ្រួសារហើយនិងដើម្បីសុខភាពផងណាអូរីណាបើតាមខ្ញុំដឹងណានៅខ្វះមួយចំណុចទៀតត្រូវអត់អីក៏ដឹងជាងបងទៅទៀតអូនកុំហុចនេះចាអូនត្រូវតែដឹងព្រោះអូនជាអ្នកស៊ើបការសម្ងាត់ពីរឿងបេះដូងរបស់បងឯងណាកុំនិយាយលឺពេកប្រយ័ត្នប៉ាម៉ាក់លឺទៅថ្មីជួយថែរឿងស្នេហ៍ឲ្យបងវិញព្រោះស្នេហ៍អស់ហើយបងឯងនេះប៉ាម៉ាក់គាត់គ្មានពេលឯណាមកស្ដាប់រឿងស្នេហារបស់បងឯងទេឥឡូវល្មមឆ្លើយឲ្យបងតាមមូលហេតុដែលបងហាត់តែខ្វាន់ដូនេះដើម្បីអីគេទេចុះបើបងមិនឆ្លើយអូនអញធ្វើអីបងអូនគ្មានធ្វើស្អីបងអូនសួរអូនឆ្លើយខ្លួនឯងក៏បានគឺបងហាត់តែខ្វាន់ដូដើម្បីភ្ជាប់ចិត្តបងធីរៈត្រូវអត់បងណាបងធីរៈណាស្រស់ដូចផ្កាអញ្ចឹងបងកុំប្រហែលប្រយ័ត្នកន្លងគេមកក្រេបយកទៅបាត់ទេបងនឹងស្ដាយក្រោយហើយចេះដឹងរឿងបងណាស់អូនអញនេះគ្រាន់តែជួយប្រាប់ទេអូនកុំព្រួយពីបងអីព្រោះបងមានរបងការពារអូនសង្ឃឹមថារបងរបស់បងនឹងណាគឺរឹងមាំមិនបាក់ពុកនោះទេចង់ដាក់ជំនាញបងផងហ៎អូនកុំចង់ដឹងរឿងរបស់បងអូនគួរតែជួយជោគជួយចែបងទើបសមជាប្អូនបងតែបែរជាអូនបានជួយជោគជួយចែបងជាយូរមកហើយតែបងគួរដឹងថាជួយខ្លួនឯងជាមុនសិនទើបទេវតាជួយបងតាមក្រោយអូអាឡៃតែនិយាយជាមួយអូនឯងបងដល់មកទៅយកធិរៈហើយស្លាប់ហើយរវល់ទៅនាំបងជជែកអូនឯងទៅជាមួយបងអូនតែអូន
អូនទៅជាមួយបងដែរព្រោះថាស្អែកនេះអូនត្រូវទៅហុងកុងហើយអញ្ចឹងតើអូនត្រូវទៅសួរបងធរៈថាសួរគាត់ថាត្រូវការរបស់អ្វីជាកាដូនោះខ្ញុំនឹងទិញផ្ញើគាត់តែអូនឯងជួយទិញកាដូសម្រាប់ឲ្យបងទុកជូនធរៈផងដឹងអូនចាបងប្រុសអូននឹងទិញរបស់ពិសេសសម្រាប់បងជូនបងធរៈណាណែអារឿងកាដូហ្នឹងផ្អាកមួយឡែកសិនចុះព្រោះបងដល់ម៉ោងទៅទទួលធរៈហើយចាំបងមកទទួលអូនឯងចាំបងនឹងសិនហើយបងទៅដូរកៅអៅមួយផ្លែនបងឆាប់ត្រឡប់មកវិញទេចាបងទៅចុះខ្ញុំចាំសូមគោរពសូមរាយការណ៍លោកស្នងការអង្គុយសិនមកលោកចាំរាយការណ៍ទទួលបញ្ជាករណីឆែកឆេរផ្ទះលោកសារ៉ាន់នោះអត់ទទួលបានលទ្ធផលអីទេលោកស្នងការតើនឹកចាំលោកីអត់រណៃឡើយបំផ្លាញអស់ហើយស្នេហ៍ស្មងអត់ត្រាយសង្ឃឹមទឹកភ្នែកជាជាងគុំរៀមផ្ដាច់ស្នាមញញឹមស្នេហ៍ជាទីពឹង